កាលពីព្រេងនាយនៅឯនគរដ៏សែនឆ្ងាយមួយដែលគ្រប់ដណ្ដប់ដៃព្រិលពសពេញមួយឆ្នាំមានប្រាសាទដ៏ស្រស់ស្អាតមួយនៅក្នុងនគរនោះមានព្រះនាងតូចមួយអង្គដែលមានរូបសម្រស់ស្រស់ស្អាតនិងចិត្តល្អព្រះនាងមានព្រះកេសាពណ៌ខ្មៅវែងនិងព្រះនេត្រាពណ៌ស្វាយដ៏ភ្លឺថ្លាព្រមទាំងតែងតែស្លៀកពាក់ឈុតពណ៌ស្វាយយ៉ាងស្រស់ស្អាតព្រះនាងស្រឡាញ់ធម្មជាតិណាស់ហើយតែងតែចូលចិត្តដើរលេងដើម្បីកយគន់ទេសភាពដ៏ស្ងប់ស្ងាត់ម្នាក់ឯងថ្ងៃមួយព្រះនាងបានឃើញមេអំបៅពណ៌មាសមួយហោះហើរយ៉ាងស្រស់ស្អាតហាក់ដូចជាកំពុងហៅព្រះនាងឲ្យទៅតាមវាដោយការចង់ដឹងចង់ឃើញព្រះនាងក៏បានរត់តាមមេអំបៅនោះចូលទៅក្នុងព្រៃទឹកកកដោយមិនបានចាប់អារម្មណ៍ថាទ្រង់កំពុងចាក់ចេញពីបរិវេណប្រាសាទឡើយព្រះនាងដើរកាន់តែជ្រៅទៅដោយភ្លេចខ្លួនថាបានឃ្លាតឆ្ងាយពីប្រាសាទទេសភាពក្នុងព្រៃពិតជាស្រស់ស្រាយប្លែកភ្នែកប៉ុន្តែមិនយូរប៉ុន្មានមេអំបៅពណ៌មាសនោះក៏បាត់ខ្លួនទៅក្នុងអាកាសទុកឲ្យព្រះនាងឈរតែម្នាក់ឯងព្រះនាងងាកក្រោយដើម្បីត្រឡប់ទៅវិញប៉ុន្តែទ្រង់ចាប់ផ្ដើមដឹងថាខ្លួនបានវង្វេងផ្លូវហើយគ្រប់ទីសុទ្ធតែជាដើមឈើនិងព្រើអាកាសធាតុកាន់តែត្រជាក់ហើយព្រះនាងចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចទ្រង់មិនដឹងថាត្រូវដើរទៅផ្លូវណាព្រះនាងស្រែកហៅរកព្រះមាតានិងព្រះបិតាប៉ុន្តែគ្មាននរណាម្នាក់ឆ្លើយតបឡើយមានតែសំឡេងខ្យល់បក់ប៉ុណ្ណោះភ្លាមនោះស្រាប់តែមានសំឡេងមួយបន្លឺឡើងពីកំពូតព្រៃក្បែរនោះធ្វើឲ្យព្រះនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រះនាងថយក្រោយបន្តិចស្រាប់តែមានកូនទន្សាយពណ៌សដ៏គួរឲ្យស្រឡាញ់មួយលោតចេញមកកូនទន្សាយនោះមានត្រចៀកវែងនិងស្នាមញញឹមយ៉ាងរាក់តែវាហាក់ដូចជាចង់និយាយរកព្រះនាងមានអារម្មណ៍ធូរស្រាលបន្តិចនៅពេលឃើញសត្វដ៏ទូចច្រឡឹងនេះឈរនៅចំពោះមុខតើវាអាចជួយព្រះនាងបានដែរឬទេកូនទន្សាយតូចបានធ្វើកាយវិការហាក់ដូចជាចង់ប្រាប់ព្រះនាងឲ្យដើរតាមវាព្រះនាងមានអារម្មណ៍ស្ទាក់ស្ទើរដោយងាកទៅមើលភាពងងឹតនៃព្រៃនៅពីខាងខ្នងទន្សាយតូចលោតទៅមុខបន្តិចរួចងាកមកមើលព្រះនាងដោយក្តីរង់ចាំទីបំផុតព្រះនាងក៏សម្រេចចិត្តជឿជាក់លើមិត្តតូចថ្មីនេះហើយចាប់ផ្ដើមបោះចំហៀងទៅមុខអ្នកទាំងពីរបានចាប់ផ្ដើមធ្វើដំណើរឆ្លងកាត់ព្រៃទឹកកកដ៏ស្ងប់ស្ងាត់ជាមួយគ្នានៅតាមផ្លូវកូនទន្សាយបានឈប់ហិតផ្កាទឹកកកមួយតង់ធ្វើឲ្យព្រះនាងអស់សំណើចស្នាមញញឹមបានលេចឡើងលើផ្ទៃមុខព្រះនាងការភ័យខ្លាចក៏ចាប់ផ្ដើមរសាយបាត់ទៅពួកគេបានមកដោយមាត់អូរមួយដែលមានទឹកកកគ្របដណ្ដប់ព្រះនាងមានការព្រួយបារម្ភចំពោះផ្លូវរអិលនេះប៉ុន្តែកូនទន្សាយបានលោតយ៉ាងស្វាហាប់ទៅលើផ្ទាំងថ្មដោយមានការភ័យខ្លាចឡើយព្រះនាងបានព្យាយាមដើរតាមតែជើងរបស់ព្រះនាងបានរអិលបន្តិចកូនទន្សាយបានងាកមកមើលដោយក្តីបារម្ភហើយបញ្ចេញសំឡេងលើកទឹកចិត្តព្រះនាងបានប្រមូលអារម្មណ៍ហើយឈរយ៉ាងរឹងមាំវិញទ្រង់ដកដង្ហើមធំដោយធូរស្បើយទីបំផុតព្រះនាងបានឆ្លងមកដល់ត្រីមកខាងទៀតដោយសុវត្ថិភាពកូនទន្សាយសប្បាយចិត្តខ្លាំងណាស់វាលោតចុះលោតឡើងជុំវិញព្រះនាងបន្ទាប់មកពួកគេក៏បន្តដំណើរទៅមុខទៀតឆ្ពោះទៅរកផ្លូវចេញពីព្រៃដ៏ធំនេះព្រះនាងបន្តដំណើរទៅមុខតាមកូនទន្សាយទាំងអារម្មណ៍នៅភ័យខ្លាចបន្តិចដោយសារផ្លូវកាន់តែស្ងាត់ទៅការធ្វើដំណើរមិនងាយស្រួលឡើយដើមឈើធំមួយបានរលំកាត់ផ្លូវធ្វើឲ្យព្រះនាងទាល់គំនិតមិនដឹងថាត្រូវទៅតាមណាប៉ុន្តែកូនទន្សាយតូចឆ្លាតណាស់វាលោតផ្លោតឆ្លងកាត់យ៉ាងងាយហើយងាកមកចាំព្រះនាងដោយកាយវិការលើកទឹកចិត្តឃើញដូច្នោះព្រះនាងក៏ប្រមូលភាពក្លាហានព្យាយាមឡើងឆ្លងកាត់ដើមឈើនោះដោយប្រុងប្រយ័ត្នបំផុតស្រាប់តែអាកាសធាតុប្រែប្រួលខ្យល់ចាប់ផ្ដើមបក់ខ្លាំងឡើងធ្វើឲ្យព្រិលធ្លាក់កាន់តែក្រាស់ពិបាកនឹងមើលផ្លូវព្រះនាងរងាខ្លាំងណាស់ទ្រង់យកដៃអបខ្លួនក្នុងអាវរំសត្វពណ៌ស្វាយរបស់នាងដើម្បីទប់ទល់នឹងភាពត្រជាក់កូនទន្សាយឃើញដូច្នេះក៏ប្រញាប់នាំព្រះនាងទៅរកកន្លែងជ្រកខំគល់ឈើធំមួយដើម្បីគេចពីខ្យល់ព្យុះនៅក្នុងជម្រកនោះមានភាពកក់ក្ដៅជាងខាងក្រៅពួកគេទាំងពីរអង្គុយជ្រកក្បែរគ្នារងចាំឲ្យខ្យល់ស្ងប់ទៅវិញកូនទន្សាយសម្លឹងមើលព្រះនាងដោយក្តីអាណិតហើយយកក្បាលទៅត្រដោះដៃព្រះនាង
ធ្វើឲ្យព្រះនាងមានអារម្មណ៍ធូរស្រាលមួយសន្ទុះក្រោយមកខ្យល់ក៏ស្ងប់ផ្ទៃមេឃក៏ចាប់ផ្ដើមស្រឡះជាថ្មីពួកគេក៏បន្តដំណើរទៅមុខទៀតមិនយូរប៉ុន្មានពួកគេបន្តដំណើរមកដល់ស្ទឹងទួយមួយដែលកកដោយទឹកកកហើយរអិលខ្លាំងគ្រាន់តែឈានជើងជន់លើទឹកកកភ្លាមព្រះនាងក៏រអិលជើងស្ទើរតែដួលផ្កាប់មុខកូនទុនសាយឃើញបែបនេះក៏លោតទៅរកដុំថ្មណាដែលមិនរអិលហើយធ្វើសញ្ញាប្រាប់ព្រះនាងឲ្យដើរតាមគន្លងនោះព្រះនាងឈានជើងតាមគន្លងកូនទុនសាយមួយជំហានរហូតឆ្លងផុតស្ទឹងទឹកកកនោះដោយសុវត្ថិភាពក្រោយពីឆ្លងផុតឧបសគ្គនេះព្រះនាងចាប់ផ្ដើមមានសង្ឃឹមថានឹងបានត្រឡប់ទៅជួបព្រះមាតានិងព្រះបិតាវិញមិនខានព្រះនាងឈានចូលទៅក្នុងវាលមួយដែលមានពន្លឺព្រះអាទិត្យចាំងឆ្លងកាត់មែកឈើធ្វើឲ្យព្រិលពណ៌សចែងដូចគ្រាប់ពេជ្រកូនទុនសាយដ៏ឆ្លាតវៃនៅតែបន្តនាំផ្លូវដោយមិនឲ្យព្រះនាងបាត់បង់ក្តីសង្ឃឹមឡើយវាចេះតែងាកមកមើលព្រះនាងជានិច្ចបរិយាកាសនៅទីនេះហាក់ដូចជាស្ងប់ស្ងាត់ជាងមុនដែលធ្វើឲ្យព្រះតីរបស់ព្រះនាងធូរស្រាលបន្តិចពីភាពភ័យខ្លាចសម្រស់នៃព្រៃទឹកកកបាំងធ្វើឲ្យព្រះនាងភ័យទុកកង្វល់មួយគ្រាព្រះនាងទត់មើលទៅផ្កាទឹកកកដោយក្តីចាប់អារម្មណ៍ប៉ុន្តែមិនយូរប៉ុន្មានខ្យល់ត្រជាក់ចាប់ដើមបក់មុខម្ដងទៀតធ្វើឲ្យដើមឈើទាំងឡាយរេទៅមកព្រះនាងរងាញើសខ្លួនអោបដៃជាប់នឹងទ្រូងខ្យល់កាន់តែខ្លាំងឡើងធ្វើឲ្យព្រះនាងពិបាកដើរទៅមុខឃើញដូច្នេះកូនទុនសាយក៏ប្រញាប់នាំព្រះនាងទៅជ្រកក្រោមដើមឈើធំមួយដើម្បីគេចពីខ្យល់ព្យុះដ៏កាចសាហាវនៅក្នុងទីជម្រកនោះព្រះនាងមានអារម្មណ៍កក់ក្ដៅឡើងវិញហើយសុវត្ថិភាពពីខ្យល់បក់នៅខាងក្រៅព្រះនាងយកប្រហាសដ៏ទន់ល្មើយរបស់ព្រះនាងអង្អែលក្បាលកូនទុនសាយថ្នមជាការអរគុណដែលបានជួយព្រះនាងសម្លឹងមើលទៅក្រៅហើយសួរទៅកាន់កូនទុនសាយដោយក្តីសង្ឃឹមថាតើព្រះនាងអាចត្រឡប់ទៅជួបព្រះមាតានិងព្រះបិតាវិញដែរឬទេមួយសន្ទុះក្រោយមកខៀវព្យុះក៏បានស្ងប់ស្ងាត់ទៅវិញហើយពន្លឺថ្ងៃក៏ចាប់ផ្ដើមបញ្ចេញរស្មីមកម្ដងទៀតពួកគេទាំងពីរបានបន្តដំណើរទៅមុខទៀតដោយមិនបង្អែបង្អង់ព្រោះដឹងថាផ្ទះប្រហែលជាមិនឆ្ងាយទៀតទេផ្លូវខាងមុខគឺជាទួលខ្ពស់មួយដែលអាចមើលឃើញទិដ្ឋភាពបានឆ្ងាយព្រះនាងខំប្រឹងឡើងទៅលើកំពូលទួលនោះនៅពេលឡើងដល់កំពូលព្រះនាងបានឃើញអ្វីមួយដែលធ្វើឲ្យព្រះនាងសប្បាយចិត្តជាខ្លាំងនោះគឺកំពូលប្រាសាទដ៏ស្រស់ស្អាតរបស់ព្រះនាងដោយក្តីរំភើបនិងនឹករលឹកព្រះនាងនិងកូនទុនសាយក៏ប្រញាប់ប្រញាល់ចុះពីលើទួលសម្ដៅទៅរកប្រាសាទដើម្បីជួបព្រះមាតានិងព្រះបិតាទោះបីជាត្រីឆ្លងកាត់ព្រៃម្ដងទៀតក៏ដោយក៏ព្រះនាងមិនភ័យខ្លាចដែរព្រោះមានកូនទុនសាយនៅក្បែរស្រាប់តែមានអូទូចមួយហូរកាត់ផ្លូវទឹកហាក់ដូចជាត្រជាក់ខ្លាំងណាស់ព្រះនាងឈរស្តាក់ស្ទើរខ្លាចថាទឹកត្រជាក់នឹងធ្វើឲ្យពិបាកធ្វើដំណើរកូនទុនសាយដ៏ឆ្លាតវៃបានលោតតាមថ្មដុំយ៉ាងស្វាហាប់ដើម្បីឆ្លងទៅត្រូវមកខាងវាមានញាក់មុខរវាដៃហៅព្រះនាងឲ្យធ្វើតាមដោយទឹកមុខញញឹមព្រះនាងប្រមូលសេចក្តីក្លាហានហើយឈានជើងជន់លើថ្មទី1ដោយប្រុងប្រយ័ត្នព្រះនាងបានឆ្លងផុតដោយសុវត្ថិភាពនាងសើចសប្បាយព្រោះវាជាការផ្សងព្រៀងដ៏តូចមួយព្រះអាទិត្យចាប់ផ្ដើមរៀបលិចបរិយាកាសកាន់តែស្រស់ស្អាតជាមួយនឹងពន្លឺពណ៌មាសពួកគេបានដើរកាត់ដើមឈើធំមួយដែលព្រះនាងមានអារម្មណ៍ថាធ្លាប់បានឃើញពីមុនមកព្រះនាងនឹកឃើញភ្លាមថានេះជាផ្លូវដែលនាងធ្លាប់មកលេងកាលពីតូចដោយក្តីរំភើបពួកគេបង្ការលបួនរត់សម្ដៅទៅរកទីដៅនៃប្រាសាទនៃទីបំផុតកំពែងប្រាសាទដ៏ធំស្កឹមស្កាយបានលេចចេញនៅចំពោះមុខពួកគេហើយព្រះនាងមើលឃើញទាហានយាមនៅខ្លងទ្វារប៉ុន្តែពួកគេនៅឆ្ងាយនៅឡើយព្រះនាងលើកដៃក្រវីហៅនិងស្រែកយ៉ាងខ្លាំងដើម្បីឲ្យគេបានដឹងពួកទាហានបានលើសំឡេងស្រែកហៅដ៏សែនឆ្ងាយប៉ុន្តែពួកគេមើលមិនច្បាស់នោះទេព្រោះព្រឺធ្លាក់ខ្លាំងពេកបាំងបិទជិតព្រះនាងខិតខំប្រមូលកម្លាំងកាយដែលនៅសេសសល់ស្រែកហៅទៅប៉ាន់ពួកគេម្ដងទៀតដោយក្តីសង្ឃឹមយ៉ាងមុតមាំកូនទុនសាយតូចឆ្លាតណាស់វាបានលោតឡើងលើថ្មខ្ពស់មួយហើយក្រវីត្រជាក់របស់វាដើម្បីឲ្យពួកទាហានបានឃើញពួកគេទីបំផុតទាហានម្នាក់បានក្រឡេកឃើញសម្រស់ព្រះនាងនិងឧទានឡើងដោយការភ្ញាក់អាយជាខ្លាំងដោយមិនបង្អង់យូរពួកគេបានបើកទ្វារហើយរត់កាត់ព្រឺយ៉ាងលឿនសម្ដៅទៅរកព្រះនាងតូចពេលឃើញគេមកជួយព្រះនាងទន់ជង្គង់ដួលចូលដោយការអស់កម្លាំងប៉ុន្តែព្រះភ័ក្ត្ររបស់ព្រះនាងពោពេញដោយស្នាមញញឹមពួកទាហានបានរត់មកដល់ហើយលុតជង្គង់ចុះដើម្បីសាកសួរនិងជួយគ្រាព្រះនាងឡើងពីគំនរព្រឺពួកគេសម្លឹងមើលទៅកូនទុនសាយដោយការងឿងឆ្ងល់ថាហេតុអ្វីបានជាមានសត្វព្រៃនៅក្បែរព្រះនាងដូច្នេះ
ព្រះនាងបានអូបកូនទន្សាយជាប់នឹងទ្រូងហើយមានបន្ទោប្រាប់ទាហានថាកូនទន្សាយនេះហើយជាអ្នកជួយជីវិតយើង ក្រោមការការពារពីទាហានពួកគេបានយាងព្រះនាងចូលទៅក្នុងបរិវេណព្រះរាជាវាំងវិញប្រកបដោយសុវត្ថិភាពគ្រាន់តែឈានជើងចូលដល់ខ្លោងទ្វារដំណឹងនៃការវិលត្រឡប់របស់ព្រះនាងបានល្បីរន្ទឺពេញព្រះរាជាវាំងយ៉ាងឆាប់រហ័សអ្នកបម្រើបានរត់យ៉ាងលឿនទៅទូលថ្វាយព្រះមហាក្សត្រនិងព្រះអគ្គមហេសីដែលកំពុងតែទន្ទឹងរង់ចាំព្រះមេដានិងព្រះបិតាដែលកំពុងតែសោកសៅស្ទើរតែមិនជឿត្រជាក់ខ្លួនឯងព្រះអង្គទាំងពីរស្ទុះក្រោកឡើងភ្លាមៗទ្វារមានត្រីបើកចំហឡើងដើម្បីទទួលស្វាគមន៍ដំណើរមកដល់របស់បុត្រីសំណប់ចិត្តព្រះនាងឈរនៅមុខចិន្តាវិមានដែលមានកូនទន្សាយនៅក្នុងដៃរង់ចាំជួបព្រះមេដាបិតាដោយក្តីនឹករលឹកជាពន់ពេកព្រះមេដានិងព្រះបិតារត់ចុះពីលើកាំចិន្តាយ៉ាងប្រញាប់ប្រញាល់ដោយក្តីរំភើបដើម្បីទទួលព្រះរាជបុត្រីជាទីស្រឡាញ់ត្រឡប់មកវិញទឹកភ្នែកនៃក្តីនឹករលឹកបានស្រុកចុះព្រះនាងត្រូវបានអូបក្រសោបយ៉ាងកក់ក្ដៅនៅក្នុងរង្វង់ដៃញាក់មានគុណទាំងពីរព្រះនាងបានណែនាំមិត្តតូចដ៏ក្លាហានរបស់នាងគឺកូនទន្សាយសដែលបានជួយនាងឲ្យរួចផុតពីគ្រោះថ្នាក់នៅក្នុងព្រៃព្រះរាជាបានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកូនទន្សាយដែលបានការពារព្រះរាជាបុត្រីរបស់ទ្រង់រហូតមកដល់ផ្ទះដោយសុវត្ថិភាពពួកគេទាំងអស់គ្នាបានយាងចូលទៅក្នុងព្រះបរមរាជាវាំងវិញដោយមានស្នាមញញឹមនិងក្តីសុខក្សេមក្សាន្តពិធីជប់លៀងដ៏ធំមួយត្រូវបានរៀបចំឡើងភ្លាមៗដើម្បីអបអរសាទរការត្រឡប់មកវិញរបស់ព្រះនាងម្ចាស់និងភ្ញៀវពិសេសកូនទន្សាយត្រូវបានទទួលការថែទាំយ៉ាងពិសេសនិងទទួលបានអាហារដ៏ឈ្ងុយឆ្ងាញ់ពីព្រះハររបស់ព្រះនាងផ្ទាល់ចាប់ពីពេលនោះមកកូនទន្សាយបានក្លាយជាសមាជិកដ៏សំខាន់នៃគ្រួសាររាជវង្សនិងជាមិត្តសម្លាញ់មិនអាចបំបែកបានរបស់ព្រះនាងព្រះបរមរាជវង្សដែលធ្លាប់តែស្ងប់ស្ងាត់ដោយក្តីព្រួយបារម្ភពេលនេះពោពេញទៅដោយពន្លឺនៃក្តីសុខសាន្តវិញហើយព្រះនាងម្ចាស់និងកូនទន្សាយរស់នៅយ៉ាងមានក្តីសុខជារៀងរហូតតើក្មេងៗចូលចិត្តរឿងមួយនេះទេកុំភ្លេច comment ប្រាប់ admin ផងណាជូនពរក្មេងៗសុខភាពល្អខំប្រឹងរៀនសូត្រឲ្យបានពូកែចេះស្ដាប់ដំបូងបានឪពុកម្ដាយលាសិនហើយក្មេងៗជួបគ្នាពេលក្រោយ